ទីនេះជាកំពង់ផែកំពង់កណ្ដាលនៅភូមិសវណ្ណសាគរសង្កាត់កំពង់កណ្ដាលក្រុងកំពតខេត្តកំពតទូកនេសាទរបស់លោកលៀងសុផានិតបានចូលចតនៅកំពង់ផែកំពង់កណ្ដាលនៅម៉ោងប្រមាណ 5 កន្លះព្រឹកអត់ទៅបានទេមកថ្ងៃហ្នឹងទឹកហូរខ្លាំងពេកទឹកវាហូរវាអត់ទៅមានអីវ៉ាន់ទេបើអត់ហូរវាគ្រាន់មានអីវ៉ាន់បន្តិចតាមថ្ងៃណាបានច្រើនថ្ងៃណាបានតិចមានមឹកមានបកាមានក្តាមបកងមានខ្យងអីចឹងទៅត្រីជីត្រីអីចឹងទៅវាលាយគ្នាមកផ្លេចឹងទៅទាំងអស់តុងជា70 គីឡូហ្នឹងតាមមើលទាំងត្រីទាំងអីគិតជាលុយជាថ្ងៃហ្នឹងតុងមើលបាន50-60 ម៉ឺនទេតាមមើលអត់ចំណេញទេតាមមើលថ្ងៃហ្នឹងរួចដើមចូល60 ជាងម៉ឺនទេដើមអ្នកនេសាទឲ្យដឹងថានៅខែកក្កដានេះជារដូវកាលដែលផលនេសាទចាប់ផ្ដើមថយចុះបណ្ដារហូតដល់ខែសីហាឬខែកញ្ញាអាចនឹងពិបាកនេសាទបានផលអ្នកស្រីលីម៉ារីនីបានប្រាប់ថាក្រុមគ្រួសារគាត់បានចេញទូកទៅនេសាទនៅម៉ោង 5 ល្ងាចហើយនៅម៉ោង 4 ទៀបភ្លឺនេះថ្ងៃបន្ទាប់ទៅត្រឡប់មកវិញអ្នកស្រីឲ្យដឹងថាគ្រួសារគាត់នេសាទមិនសូវបានផលប៉ុន្មានទេនាដើមរដូវវស្សានេះនេសាទឡូវបងអើយរមសូវបានទេឡូវមេឃឥឡូវទូកអូសគូច្រើនផងហើយយើងរឥឡូវមកយប់កាលមុនយើងបានក្តាមណាលួនេះចឹងមកពេញមកលួធំចឹងឥឡូវមកយប់1 គីឡូជាង 2 គីឡូហ្នឹងបងបើសិនជាមេឃអត់ខ្យល់អត់សូវមានទូកអូសគូហ្នឹងយើងគ្រាន់បើតែដល់ពេលម្សិលមិញនោះទូកអូសគូដេញបុកគ្នាពេញសមុទ្រអស់ហើយអ្នកស្រីម៉ារីនីថាកាលពីមុនរដូវវស្សាគ្រួសារគាត់អាចរកប្រាក់ចំណេញបានប្រមាណ 10,000 រៀលពីការនេសាទម្ដងប៉ុន្តែចាប់ពីចុងខែ 5 ផ្ដើមធ្លាក់ខ្យល់ភ្លៀងមកគាត់អាចចំណេញបានត្រឹមតែខ្ទង់ជាង 50,000 រៀលប៉ុណ្ណោះហ្នឹងកាលមុនយើងរកបានដោយថាយើងហៅគេទៅចឹងណាយើងមានកូនដៃមួយតកង់មួយចឹងបើថាយើងនេះចន្លោះពីមានអ្នកគេទៅបានមែនម្នាក់បានមកយប់បាន 10,000 ចឹងណា 10,000 ហើយក៏អាចចុះជាងនឹងឬក៏ឡើងជាងនឹងបន្តិចឥឡូវធ្លាក់បានច្រើនដល់សល់តែ 5,000 6,000 មកយប់អាហ្នឹងចំណែកកូនដៃជួនអត់បានផងដូចថ្ងៃហ្នឹងជាក់ស្ដែងការជាក់ស្ដែងហ្នឹងហ្នឹងអត់រួចសហុយផងចំណែកឯអ្នកស្រីប៊ូសាហាណាបានប្រាប់ថាគ្រួសារគាត់នៅខិតខំនេសាទដោយប្រើទូកខ្នាតតូចរបស់គាត់ដែលហៅថាជាទូកលបដើម្បីចិញ្ចឹមកូនទាំង3នាក់ដែលមានវ័យចន្លោះពី 11 ខែដល់ 18 ឆ្នាំបារម្ភតែឡាច់លិចទូកលិចអីចឹងចោលចឹងចេញអត់បានចេញអត់អីហូបរត់អត់បានទៅរកកូនអត់មានអីទៅរៀនបើយើងសង្កេតមើលមួយផ្លែតកំពង់ផែកំពង់កណ្ដាលគឺជាកន្លែងឡើងទូកនេសាទនិងលក់ត្រីប៉ុណ្ណោះប៉ុន្តែទេសភាពកំពង់ផែនេសាទជាទស្សនីយភាពដ៏ល្អត្រជាក់ភ្នែកសម្រាប់ភ្ញៀវទេសចរដែលទៅលេងនៅខេត្តកំពតអ្នកទេសចរអាចសំណេះសំណាលជាមួយអ្នកនេសាទផ្ទាល់និងអាចទិញបានគ្រឿងសមុទ្រស្រស់ៗនៅទីនោះពលរដ្ឋរស់នៅខេត្តកំពតអ្នកស្រីស៊ីបុកហាតបានប្រាប់ថាពេលអ្នកស្រីត្រូវការគ្រឿងសមុទ្រគាត់តែងតែមកទិញវានៅកំពង់ផែកំពង់កណ្ដាលនេះជួនទៅសាកំពតទៀងដែរទិញក្តាមទិញអីដល់ចង់គ្រឿងសមុទ្រអីមកនេះហើយថ្ងៃនេះដូចស្វាងមនុស្សហើយអត់សូវឃើញទូកឡើងច្រើនណាទូកវាតិចហើយបើដល់ទូកច្រើនព្រោះឲ្យខ្យល់ហើយភ្លៀងអញ្ចឹងអត់សូវមានទូកគេទៅនេសាទជួនអីយើងមកភ្លឺពេកក៏អាចអត់ទាន់ដែរគាត់ចេញអស់ហើយញ៉េគាត់មកលក់ហើយគាត់ទៅវិញអស់ហើយញ៉េលោកសុផានិតវិញអ្វីដែលអ្នកនេសាទរូបនេះបារម្ភគឺបញ្ហាទូកនេសាទខ្នាតធំដែលអស់នឹងឆក់យកផលនេសាទអស់ហើយលោកស្នើសុំអាជ្ញាធរពាក់ព័ន្ធពិនិត្យមើលបញ្ហានេះផងគាត់ជួយមើលហ៎គាត់ដល់អូគូអូឆក់ហ្នឹងវាមកអូគាត់អត់ទៅមានអីវ៉ាន់ដែរវាអូយកអស់ហើយហ្នឹងវាប្រើតែជាតិឆក់ជាតិអីហ្នឹងយើងអត់ប្រើឆក់ហ្នឹងគួរបញ្ជាក់ថាខេត្តកំពតមានឆ្នេរសមុទ្រសរុបប្រវែង 66.5 គីឡូម៉ែត្រដែលមានគ្រួសារប្រកបរបរនេសាទចំនួនប្រមាណ 4,200 គ្រួសាររដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថាផលនេសាទទឹកសាបនិងសមុទ្រក្នុងឆមាសទី1ឆ្នាំ 2026 សរុបមានចំនួន 10,385 តោនក្នុងនោះផលនេសាទសមុទ្រមានចំនួន 8,305 តោន